នៅព្រៃភ្នំមួយមានសត្វចាបនិងដំរីបណ្ដាំគ្នាធ្វើជាមេចាប់អើយ ថ្ងៃ យើងគឺជាសត្វដែលធំ មួយ យើងខ្លាំង ដំរីបបោ យើងមិនជឿ ចាប់ ថាឯង ផឹកទឹក តូច ភ្នាល់ ហើយអត់ខ្លាំង គ្នា ជាងយើងទេ បើ បើមិននេះទេ សិនជា យើង អ្នក ខ្នា ណា គ្នា ផឹក ទឹកស បាន មុទ្រ ឆា ទៅ នជាង សត្វដទៃ អ្នក ទៀត នោះ គេបានទុកខ្ញុំ ជាអ្នក ជាមេ ឈ្នះ មានតែបងដំរី ចាប ទេ ក៏យល់ ដែលមិនទុកខ្ញុំជាមេ ហើយហានាំផ្លូវដំរី អញ្ចឹងយើង ទៅ ទៅ កាន់ព្រៃភ្នំទៅដល់សមុទ្រពេលនោះទឹកសមុទ្រកំពុងតែចូលចាប់គប់ឲ្យដំរីផឹកមុនទឹកសមុទ្រប្រៃពិបាកលេបណាស់តែដោយសារដំរីចង់ឈ្នះក៏ផឹកឥតឈប់ទឹកសមុទ្រក៏នៅតែចូលឡើងរហូតដល់ពុះវាទើបដំរីឈប់ផឹកលុះទឹកនាកចាប់ក៏ហើរទៅមាត់ មើ ទឹ ល ក ខ្ញុំម្ដង អោន ណា ក្បាលជ្រលក់ពុបចំពុះក្នុងទឹកធ្វើដូចជាផឹកទឹកស្រកចុះចាប់ក៏លោតតាមទឹកនាកធ្វើជាផឹករហូតដល់ជើងដំរីចាប់ផឹកទឹករហូតដល់បងដំរីខាត់ ចាប់អើយពុំ ណែ បានហើយ ចាប់អើយឈប់ផឹកទៅឯងផឹកច្រើនហើយប្រយ័ត្នបែកពោះស្លាប់ណាពេលនោះចាប់ក៏សើចតិចតិចហើយនិយាយថាឃើញទេបងដំហៃខ្ញុំផឹកទឹកបានច្រើនណាស់ខ្ញុំទូចមិនប៉ុន្តែបងមិនអាចផឹកឈ្នះខ្ញុំទេតាំងពីពេលនោះមកចាប់ក៏ធ្វើជាមេដោយសារតែប្រាជ្ញារបស់ខ្លួននោះឯងឧបត្ថម្ភដោយសេរីសួស្តីតែងផ្ទះនិងការស្រះមានទទួលរៀបចំកម្មវិធីផ្សេងដូចជាពិធីមង្គលការបុណ្យខួបកំណើតឡើងគេហដ្ឋានជាដើម